ទីនេះគឺសំដៅទៅលើនិយមន័យថាការឈ្នះការទទួលបាននៅសេរីសួស្តីជំរះនៅអពមង្គលហើយទទួលបានហ្នឹងពីណាអ្នកទទួលបានហើយសួរថាយើងធ្វើអីទៅទទួលបានតែអញ្ចឹងពាក្យថាជ័យដែលប្រែថាជំនះដែលថាសេរីសួស្តីណាគឺយើងបានមកអំពីការអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាម្ដាយឪពុកគឺបំពេញតួនាទីជាម្ដាយជាឪពុកនឹងក៏ឲ្យឈ្មោះថាជាឪពុកម្ដាយដែលមាននៅសេចក្តីល្អមាននៅគុណចំពោះកូនប្រុសស្រីថ្នាក់ដឹកនាំគ្រប់បណ្ដាជាន់ថ្នាក់តាំងតែពីភូមិឃុំខេត្តរហូតទៅដល់ក្រសួងថ្នាក់ដឹកនាំប្រទេសគាត់បានបំពេញនៅតួនាទីរបស់គាត់ដើម្បីបម្រើដល់ប្រជាពលរដ្ឋគាត់មានតួនាទីថាជាថ្នាក់ដឹកនាំគឺមានគុណគឺមានសេចក្តីល្អទៅលើប្រជានរាស្ត្រគ្រូអាចារ្យគឺមានការអប់រំដល់កូនសិស្សកូនកុនអ្នកចូលបួសចូលរៀនគ្រូនោះក៏មានឈ្មោះថាជាគ្រូដែលបានផ្ដល់នៅចំណេះដល់កូនសិស្សជាអ្នកមានគុណស្ដីទូនមានព្រានប្រដៅម្ដាយឪពុកមិនត្រឹមតែបង្កើតកូនមិនត្រឹមតែចិញ្ចឹមកូនគឺឧបត្ថម្ភដល់កូនគ្រប់បែបគ្រប់យ៉ាងរហូតទៅដល់ការរៀបចំទុកដាក់នៅឲ្យកូនបាននៅគូស្វាមីប្តីប្រពន្ធសមស្របរបបតាមទឹកចិត្តរបស់អស់លោកដែលជាសាច់ញាតិផងហើយរវាងកូនប្រុសកូនស្រីនេះទៀតសោតក្រោយពីបានជួបគ្នាហើយអស់លោកមេបាតូចធំតកូលរៀមច្បងម្ដាយឪពុកទាំងសងខាងអបអរសាទររីករាយក្នុងកិច្ចពិធីរបស់យើងនឹងគឺថាតែមួយយប់2ថ្ងៃឬក៏2យប់3ថ្ងៃចប់សពគ្រប់ហើយញោមតែចប់ពីនឹងទៅគឺគូស្វាមីប្តីប្រពន្ធត្រូវរស់នៅជាមួយគ្នាអស់កាលដ៏យូរអាចរាប់បានជាច្រើនឆ្នាំណាអញ្ចឹងការរស់នៅជាមួយគ្នានេះអ្នកប្រាជ្ញឬក៏យាយតាម្ដាយឪពុកតែងតែទូនមានព្រានប្រដៅថាកូនហើយត្រូវចេះអត់ចេះទ្រាំការរស់នៅគឺប្រៀបដូចជាចាននៅក្នុងរាវអញ្ចឹងម្លេងអីតែងតែមានការទង្គិចលើកចេញពីរាវក៏លឺសូរបន្តិចទៅលាងស្អាតហើយដាក់ទៅក្នុងរាវវិញក៏លឺសូរបន្តិចទៅអញ្ចឹងការរស់នៅរវាងប្តីប្រពន្ធគឺបែបនោះឯងណាគឺថាវាម្លេងអីនឹងមានការប៉ះដោយទឹកចិត្តដោយពាក្យសម្ដីកាយវិការអ្វីផ្សេងទេអញ្ចឹងបានអស់លោកដែលជាម្ដាយឪពុកតែងតែព្រួយតែងតែបារម្ភណាអប់រំកូនចៅយកលោកអាចារ្យយកលោកអ្នកផ្លូវចៅមហាមេបាមកជួយអប់រំអបស្ទប់បញ្ចែបញ្យលឲ្យកូនចេះស្រឡាញ់គ្នាក្នុងកិច្ចដែលរស់នៅជាមួយគ្នានឹងឯងនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាដើម្បីបានជាប្រយោជន៍ជាកតេសម្រាប់កូនចៅបានត្រេះរិះពិចារណានឹងឯងអញ្ចឹងនៅក្នុងកិច្ចសូត្រជ័យនេះសូមឲ្យអស់លោកយាយតាពុទ្ធបរិស័ទនៅទីនេះទាំងមូលសូមមេត្តាជ្រាបថាមិនជាអ្វីក្រៅអំពីការទូនមានព្រានប្រដៅទេដល់អាត្មាលើកយកនៅសង្ឃហធម៌ទាំង5របស់អ្នកជាប្រពន្ធណាអ្នកជាប្រពន្ធត្រូវគោរពស្វាមីមានធម៌5យ៉ាងហើយអ្នកជាប្តីត្រូវសង្គ្រោះប្រពន្ធនឹងដោយសន្តានធម៌5យ៉ាងធម៌ទាំង5យ៉ាងនេះគឺព្រះសម្ពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងថាសង្ឃហធម៌ប្តីប្រពន្ធទៅសង្គ្រោះគ្នាទៅវិញទៅមកហើយក៏បានចងក្រងទៅជាបទកម្រងកែវសម្រាប់ជាការសូត្រអប់រំនៅក្នុងគូស្វាមីភរិយាប៉ុន្តែពេលសូត្រញាតិញោមសូត្រចឹងមិនបានប្រើពាក្យថាអាត្មាឲ្យពោអីទេណាមិនបានប្រើពាក្យថាលោកគ្រូកែវក៏ភ្លើងឲ្យពោអីចឹងទេគឺថារៀបចំយ៉ាងម៉េចឲ្យត្រូវទៅតាមទម្រង់ការឧបាក្សត្រគឺត្រូវលើកយកជាតួអេសីឥឡូវអាត្មាមិញហ្នឹងចម្រើនព្រះបរិត្តជាព្រះសង្ឃឥឡូវចាប់ពីចម្រើនព្រះបរិត្តទៅធ្វើអេសីម្ដងហើយញោមអេសីហ្នឹងដល់មានតពុះមន់កុកទៅណា
ថាមែនទេពាក្យថាអីសីនៅក្នុងទីនេះគឺសំដៅទៅលើអ្នកត្រួតត្រងធម៌ចឹងការអប់រំនិងការនិយាយស្ដីនិងការអប់រំនឹងទៅគឺតំណាងឲ្យអ្នកដែលមាននៅសិលធម៌សម្រាប់ការអប់រំអញ្ចឹងអត្តន័យសេចក្តីអប់រំកូនចៅក្នុងកិច្ចមង្គលជាមួយលោកមេបាតូចធំហ្នឹងមានអត្តន័យយ៉ាងម៉េចតលតែញាតិញោមពុទ្ធបរិស័ទយាយតាទាំងអស់ជាពិសេសគឺប្អូនប្រុសប្អូនស្រីនៅក្នុងថ្ងៃនេះយើងត្រង់ត្រាប់ស្ដាប់ទៅណាព្រោះថាប្រពន្ធហ្នឹងត្រូវមានធម៌សង្គ្រោះប្តីយ៉ាងម៉េចប្តីត្រូវមានធម៌សង្គ្រោះប្រពន្ធយ៉ាងម៉េចស្ដាប់ចាំស្ដាប់សិនទៅហើយបើសិនជាចង់ចាំចង់ចេះចាំថ្ងៃក្រោយមកសូមអត្ថបទហ្នឹងយកមករៀនមកទន្ទិញងាយស្រួលនៅក្នុងការគោរពបដិបត្តិគ្នាទៅវិញទៅមកនៅពេលដែលយើងគោរពបដិបត្តិគ្នាបានហើយគោរពគ្នាបានហើយអាចជ័យជំនះឈ្នះត្រង់ហ្នឹងឈ្នះត្រង់ហ្នឹងឈ្នះត្រង់យើងចេះគោរពចេះអត់ឱនសន្តោសឲ្យគ្នាអញ្ចឹងអាត្មាចូលរួមមានដីកាប៉ុណ្ណឹងទេដើម្បីកុំឲ្យ